សូមជូននិទានខ្មែររឿងពន្លកកុមារបាទសូមអនុញ្ញាតគ្រប់នឹងជម្រាបសួរដល់អស់លោកស្រីនិងកញ្ញាបងប្អូនប្រិយមិត្តទាំងអស់ជាទីគោរពរាប់អានជាបន្តទៅនេះសូមគោរពអញ្ជើញអស់លោកស្រីនិងបងប្អូនប្រិយមិត្តទាំងអស់តាមដានទស្សនានិងសម្ដាប់រឿងនិទានខ្មែរដូចតទៅមាននិទានមួយដំណាលថាមានតាយាយពីរនាក់រស់នៅឯចុងភូមិពួកគាត់ទាំងពីរនាក់មិនចូលចិត្តភាពអ៊ូអរឬមានសត្វអ្វីមករំខានដំណេករបស់គាត់ឡើយផ្ទះរបស់គាត់មានទីធ្លាធំទូលាយមានស្រះទឹកនិងសួនច្បារដែលគ្របដណ្ដប់ទៅដោយដើមឈើតូចធំមានផ្ការីស្គុះស្គាយល្អស្រស់បំព្រងមានម្លប់ត្រឈឹងត្រឆេគួរជាទីគយគន់ដែលមានផាសុកភាពល្អបំផុតពេលពួកគាត់មិននៅផ្ទះមានក្មេងៗនិងសត្វជាច្រើនចូលចិត្តនាំគ្នាមកលេងកម្សាន្តនៅក្នុងទីធ្លារបស់តាយាយទាំងពីរនាក់នេះណាស់ពួកគេសប្បាយចិត្តណាស់ព្រោះបានជួបជុំគ្នាខ្លះដេញចាប់សត្វខ្លះលេងបន្ពួនខ្លះលេងបាល់តាមចំណង់ចំណូលចិត្តរបស់ពួកគេពេលតាយាយត្រឡប់មកដល់ផ្ទះវិញគាត់បានឃើញក្មេងៗជាច្រើនកំពុងលេងនៅក្នុងទីធ្លាផ្ទះរបស់គាត់ពួកគាត់ខឹងសម្បាជាខ្លាំងក៏នាំគ្នារត់ដេញក្មេងៗឲ្យចាកចេញអំពីទីធ្លាទៅឲ្យឆ្ងាយនៅរដូវស្លឹកឈើជ្រុះពួកគាត់ក៏ចាប់ផ្ដើមធ្វើរបងយ៉ាងផ្ចិតផ្ចង់ជុំវិញទីធ្លាផ្ទះរបស់ពួកគាត់មិនឲ្យក្មេងៗចូលមកលេងទៀតបានឡើយបន្ទាប់ពីស្លឹកឈើជ្រុះអស់ដើមឈើទាំងនោះក៏លែងដុះស្លឹកឬលូតលាស់តទៅទៀតដែរប្រែជាស្រអាប់ស្រពោនហាក់បីដូចជាត្រូវភាពរាំងស្ងួតគ្មានទឹកឬជីជាតិអ្វីបន្តិចសោះឡើយនាព្រឹកថ្ងៃមួយតាយាយទាំងពីរនាក់នាំគ្នាអង្គុយក្បែរមាត់បង្អួចសម្លឹងមើលទៅខាងក្រៅរបងពួកគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឃើញទេសភាពនៅខាងក្រៅមានដើមឈើលូតលាស់ស្រស់បំព្រងល្អប្លែកតាមរដូវកាលរបស់វាលើកលែងតែដើមឈើក្នុងទីធ្លាផ្ទះរបស់គាត់មិនលូតលាស់ទាល់តែសោះពួកគាត់មានការព្រួយបារម្ភជាខ្លាំងតើត្រូវប្រើវិធីបែបណាដើម្បីឲ្យដើមឈើរបស់គាត់ទាំងអស់នេះត្រឡប់មកដូចដើមវិញថ្ងៃមួយមានក្មេងៗមួយក្រុមបានលូនចូលតាមចន្លោះរបងតូចមួយមកលេងក្នុងទីធ្លាផ្ទះរបស់គាត់ទៀតក្រុមពេជ្រនោះដើមឈើទាំងអស់ក៏ចាប់ផ្ដើមដុះស្លឹកចេញត្រួយពីពេញដើមមួយរំពេចតាយាយឃើញដូច្នោះពួកគាត់សប្បាយចិត្តណាស់ដែលដើមឈើទាំងអស់ត្រឡប់មកដូចដើមវិញពួកគាត់ពេញចិត្តណាស់ក៏ចេញមកកន្លែងលេងជាមួយក្មេងៗហើយនិយាយថាសូមស្វាគមន៍ចៅទាំងអស់គ្នាដែលបានត្រឡប់មកវិញតាំងពីពេលនោះមកតានិងយាយចាប់ផ្ដើមស្រឡាញ់និងចូលចិត្តក្មេងៗទាំងនោះដូចជាកូនចៅរបស់គាត់អញ្ចឹងដែរតានិងយាយតែងតែនិទានរឿងល្អៗដែលផ្ដល់នៅចំណេះដឹងនិងរឿងព្រេងស្ដីពីប្រវត្តិផ្សេង
ដល់កុមារទាំងអស់បានស្ដាប់ដោយយកចិត្តទុកដាក់បំផុតកុមារជាទំពាំងស្នងឫស្សីបាទការសម្រាយទៅលើរឿងនិទានខ្មែរក៏សន្មត់ថាបញ្ចប់តែប៉ុណ្ណេះខ្ញុំបាទសូមគោរពថ្លែងអំណរគុណដល់អស់លោកស្រីអ្នកនាងកញ្ញាដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃមកតាមទស្សនានិងសម្ដាប់រឿងនិទានខ្មែររបស់ខ្ញុំបាទពីដើមរហូតដល់ចប់ខ្ញុំបាទសូមគោរពជូនពរឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើននិងរកស៊ីទទួលទានមានបានគ្រប់ក្រុមគ្រួសារជួបគ្នានៅរឿងនិទានក្រោយទៀតសូមអរគុណសូមជម្រាបលា